គ្រឹះស្ថានអប់រំគឺជាកូនសោសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិប្រកបដោយចីរភាពក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីដាបានបង្ហាញពីការបដិញ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាអប់រំនិងការបណ្តុះបណ្តាលដែលប្រកបដោយគុណភាពខ្ពស់ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្សឲ្យមានសមត្ថភាពនិងមានសក្តានុពលសម្រាប់ជាសសរស្តម្ភរបស់សង្គមជាតិសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីដាមិនមែនត្រឹមតែជាកន្លែងផ្ដល់ចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែជាគ្រឹះស្ថានឧត្តមសិក្សាសំខាន់សម្រាប់បណ្តុះបណ្តាលនិងបង្កើតអ្នកដឹកនាំអ្នកច្នៃប្រឌិតនិងអ្នកជំនាញដែលមានសមត្ថភាពនិងមានការប្រកួតប្រជែងនៅក្នុងទីផ្សារការងារកម្រិតតំបន់និងអន្តរជាតិក្នុងយុគសម័យថ្មីក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតក្នុងឱកាសដ៏វិសេសវិសាលនេះខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅចំពោះខួបគម្រប់10ឆ្នាំរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីដាហើយសូមជូនពរសូមឲ្យសាកលវិទ្យាល័យបន្តទទួលបានជោគជ័យថ្មីថែមទៀតនិងបន្តដើរតួនាទីជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនិងធនធានមនុស្សនៅកម្ពុជាសូមអបអរសាទរក្នុងឱកាសគម្រប់ខួប10ឆ្នាំរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីដាបាទសូមអបអរសាទរសូមអរគុណ